បាទខ្ញុំសូមអនុញ្ញាតគ្រប់ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូរបស់ខ្ញុំនាថ្ងៃនេះខ្ញុំនឹងបង្ហាញម្ដងមួយជំហានជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាដើម្បីរៀបចំតារាងវេនសម្អាតថ្នាក់ហើយខ្ញុំសង្ឃឹមថាក្រោយពីលោកគ្រូអ្នកគ្រូបានមើលវីដេអូនេះហើយនឹងធ្វើត្រាប់តាមហើយខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងធ្វើបានជោគជ័យខ្ញុំនឹងជាមធ្វើមួយយឺតជូនលោកគ្រូអ្នកគ្រូមើលតែម្ដងអញ្ចឹងជាដំបូងយើងបើកកម្មវិធី Word មួយមកបាទអញ្ចឹងយើងបើក Word បានហើយនេះ Word បាទអញ្ចឹងដល់ពេលដែលបើកកម្មវិធី Microsoft Word បានហើយលោកគ្រូអ្នកគ្រូឈានដល់ជំហានបន្ទាប់គឺលោកគ្រូអ្នកគ្រូត្រូវរៀបចំសញ្ញាកិច្ចការអញ្ចឹងជាធម្មតាវេនសម្អាតថ្នាក់វាមានថ្ងៃច័ន្ទថ្ងៃគៀថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រថ្ងៃសៅរ៍បាទច័ន្ទអង្គារពុធពហុសុក្រសៅរ៍បាទអញ្ចឹងខ្ញុំសរសេរឲ្យលោកគ្រូអ្នកគ្រូមើលអញ្ចឹងមានថ្ងៃច័ន្ទបាទថ្ងៃអង្គារបាទថ្ងៃពុធបាទថ្ងៃប្រហ័សសាលាខ្លះរៀនដល់ថ្ងៃប្រហ័សគឺត្រូវការមានដែរបាទថ្ងៃសុក្របាទថ្ងៃសៅរ៍បាទអញ្ចឹងវាមាន6ជួរឈរអញ្ចឹង6ជួរឈរបើយើងដាក់กระดาษបញ្ឈរអត់អស់ទេយើងចាំបាច់ត្រូវដាក់กระดาษបដិអញ្ចឹងខ្ញុំដើម្បីដូរទ្រង់ទ្រាយកระดาษបាទគឺយើងចុចនៅក្នុង tape លេខអាវនេះបាទ tape លេខអាវបាទបន្តមកទៀតនៅក្នុង tape លេខបាទនេះក្នុង tape លេខអាវនេះហើយនៅក្នុងប្លង់ page setup នេះអ្នកនរចុចកន្លែងកែងនេះបាទចុចកន្លែងកែងហ្នឹងបាទចុចកន្លែងកែងហ្នឹងមកដើម្បីទៅដូរបាទបាទអញ្ចឹងនៅក្នុង margin បាទនៅក្នុង type margin អ្នកនរគ្នាអាចសេរីបាទរឹមกระดาษមកមានបាទ top បាទមាន bottom មាន left មាន right អញ្ចឹងអ្នកនរគ្នាដាក់មួយទាំងអស់បាទហើយបន្តមកទៀតរើសយកกระดาษនេះដេក landscape បាទអញ្ចឹងខ្ញុំដាក់មួយហើយខ្ញុំយក landscape បាទទីមួយយើងកម្រិតរឹមกระดาษហើយទិសกระดาษបានហើយកន្លែងទៀតគឺកន្លែង paper នេះបាទអញ្ចឹងកន្លែង paper នេះអ្នកនរគ្នាចុចចូលហើយមើលតើ paper size បាទអញ្ចឹងត្រង់កន្លែងនេះ paper size របស់យើងគឺយើងយក A4 បាទនេះ A4 បាទអញ្ចឹងយើងដូរយក A4 មកអូខេបាទបន្តមកទៀតនៅពេលដែលបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមសរសេរបាទសរសេរឈ្មោះប្រទេសបាវចនាជាតិនិងឈ្មោះអង្គភាពអញ្ចឹងឈ្មោះប្រទេសនិងឈ្មោះបាទបាវចនាជាតិគឺយើងសរសេរនៅកណ្ដាលនៃទំព័រអញ្ចឹងដើម្បីឲ្យបានកណ្ដាលនៃទំព័រយើងចុចម៉នុយ home បាទម៉នុយបាទនេះម៉នុយ home នេះបាទចុចមកហើយយើងជ្រើសបាទនេះកាលតម្រឹមកថាខណ្ឌនេះ
អាកន្លែងនេះគឺតម្រឹមកណ្ដាលយឺឬក៏យើងចុច control បូកអក្សរ E បាទ control បូកអក្សរ E បាទបន្ទាប់ពីចុចបានហើយយើងត្រូវដូរពុម្ពអក្សរយើងអញ្ចឹងនៅក្នុង home ដដែលនៅក្នុង font នេះបាទ font ថៃនេះគឺយើងចុចទៅដូរយកខ្មែរ OS មូលឡាយមកបាទនេះខ្មែរ OS មូលឡាយឬក៏យើងអុសរបារមូបឆោហ្នឹងទៅរកក៏បានឬក៏លឿនយើងវាយនៅក្នុងហ្នឹងក៏បានវេជាអក្សរបាទខ្សែខ្ញុំដាក់12ចាំតិចទៀតខ្ញុំកាត់បាទអញ្ចឹងយើងចាប់ដើមទៅសេមកបាទយើង enter មួយជាតិសាសនាព្រះមហាក្សត្របាទបន្ទាប់មកទៀតនៅខាងក្រោមបាវចនាយើងអាចដាក់តួអក្សរពិសេសជារូបតំណាងកម្រណាបាទអញ្ចឹងដើម្បីដាក់បានអ្នកទាំងអស់គ្នាចូលនៅក្នុង insert ហើយ symbol ក៏បានប៉ុន្តែខ្ញុំអត់ទេខ្ញុំដូរ font size ខ្ញុំបែកខ្ញុំដល់ដូរកន្លែងនេះយក font texting បាទនេះ texting ហ្នឹងមកហើយយើងវាយលេខ3មកបានហើយតែកុំភ្លេចក្តារចុចយើងជាក្តារចុចភាសាអង់គ្លេសបាទនេះក្តារចុចនេះអង់គ្លេសបាទអញ្ចឹងយើងប្រិចនេះធំតិចមកដើម្បីបញ្ចេញរូបរាងអានេះយើងខាងលើឈ្មោះប្រទេសយើងត្រូវដាក់ធំជាងបាវចនាចំនួន1អក្សរបាទ13បន្តមកទៀតយើងឃើញវាគម្លាតបន្ទាត់នឹងវែងបាទពីមកបន្ទាត់លើបន្ទាត់ក្រោមវាឆ្ងាយគ្នាអញ្ចឹងយើងត្រូវ select វាដើម្បី remove គម្លាតបន្ទាត់អញ្ចឹងយើង select វាទាំង3ចឹងមកបាទហើយនៅក្នុង home tab ហើយនៅក្នុង paragraph នេះបាទ home នៅក្នុង paragraph នេះហើយនៅកន្លែងនេះបាទសញ្ញាព្រួយឡើងលើចុះក្រោមហ្នឹងអ្នកទាំងអស់ចុចចូលមកហើយយកពាក្យ remove space after paragraph មកឃើញវានៅគៀកគ្នាវិញបាទបន្ទាប់មកទៀតយើងចូលបន្ទាត់អញ្ចឹងឈ្មោះអង្គភាពយើងដាក់នៅផ្នែកខាងឆ្វេងអញ្ចឹងយើងដូរកន្លែងនេះមកឆ្វេងមកឬចុច control បូកអក្សរ L មកឆ្វេងហ្នឹងអញ្ចឹងយើងដូរពុម្ពអក្សរមកបាទដូរយកខ្មៅ S មូលឡាយមកហើយសាយ12បាទអញ្ចឹងយើងដាក់ថាសាលាបឋមសិក្សាអនុវត្តបាទអរគុណយើងចុះបន្ទាត់មកទៀតនៅចំកណ្ដាលយើង select មករើសដាក់សរសេរកណ្ដាលវិញមកយើងត្រូវដាក់ចំណងជើងនៃឯកសាររបស់យើងចំណងជើងយើងធ្វើអីគេតារាងវេនសម្រាប់ថ្នាក់ប្រចាំសប្តាហ៍អញ្ចឹងយើងដាក់មកតារាងវេនសម្រាប់ថ្នាក់បាទប្រចាំសប្តាហ៍បាទថ្នាក់ទី1ខអញ្ចឹងចុះអូខេអញ្ចឹងយើងបានយើងចូលបន្ទាត់មកទៀតមកយើងចាប់ផ្ដើមដាក់តារាងតោះនេះឡើយហ្នឹងអញ្ចឹងដើម្បីដាក់តារាងបានមិញដូចខ្ញុំរៀបរាប់មិញអញ្ចឹងជួរឈរយើងមាន6 1 2 3 4 5 6បាទជួរឈរតែជួរដេកយើងដាក់12បានទី1គឺជួរដេកទី1គឺសម្រាប់ដាក់ថ្ងៃជួរដេកទី2សម្រាប់ដាក់ឈ្មោះសិស្សបាទអញ្ចឹងខ្ញុំចុចដើម្បីដាក់តារាងបានអ្នកនរចុចលើ insert table ហើយ insert table ចូល insert ចុចកន្លែងសញ្ញាព្រួយរបស់ table នេះមកបាទហើយជ្រើសយកពាក្យថា insert table អញ្ចឹងជួរ column number of column នេះគឺជាចំនួនជួរឈរបាទ number of column គឺជាចំនួនជួរឈរយើងដាក់6មក number of row គឺជាចំនួនជួរដេកយើងដាក់2មក
6 2ហើយយើងចុចអូខេបាទបន្ទាប់មកទៀតយើងត្រូវ select ដាក់ពុម្ពអក្សរដែលយើងចង់សរសេរឥឡូវឧទាហរណ៍ជួយដេកនេះច័ន្ទគាពុទ្ធផុសនេះខ្ញុំតម្រុំវានៅកណ្ដាលវាអូខេនៅកណ្ដាលហើយប៉ុន្តែខ្ញុំសរសេរពុម្ពអក្សរខ្មែរ OS បុកគោអញ្ចឹងខ្ញុំដាក់ខ្មែរ OS បុកគោមកនេះបូកគោបាទអញ្ចឹងខ្ញុំដាក់មកថ្ងៃច័ន្ទបាទដាក់តែច័ន្ទគាពុទ្ធពហុមកក៏បានដែរច័ន្ទបាទអង្គាពុទ្ធប្រហោសុកសាយតបនេះខាងក្រោមខ្ញុំតម្រាប់ឆ្វេងអញ្ចឹងយើង select នេះមើលខ្ញុំ select ណាខ្ញុំដាក់ម៉ាកសញ្ញាព្រួយនៅខាងមុខជួរដេកមក select បានល្អមកខ្ញុំតម្រាប់ឆ្វេងដល់មកខ្ញុំរើសពុម្ពអក្សរខ្ញុំប្រើខ្មែរ OS សៀមរាបដើម្បីខ្ញុំអាចដាក់លេខរៀងនៅក្នុងនោះទៅជាអក្សរខ្មែរដោយស្វ័យប្រវត្តិខ្មែរ OS សៀមរាបផ្សាយ12ចេះរៀបដាក់លេខខ្ញុំអត់បានវាយ1 2អញ្ចឹងទេដល់បានវាយ1បាទ1ឲ្យចុះទាត់2អញ្ចឹងទេបាទគឺខ្ញុំដាក់លេខស្វ័យប្រវត្តិអញ្ចឹងដើម្បីដាក់លេខស្វ័យប្រវត្តិខ្ញុំចូលនៅក្នុងបាទនេះនៅក្នុង home ហើយ paragraph ដដែលបាទក្នុង home paragraph ហើយខ្ញុំកន្លែងនេះការដាក់លេខរៀងនេះបាទអញ្ចឹងខ្ញុំចុចមកខ្ញុំយក1ចុចចេះបាទប៉ុន្តែលេខ1នេះវាចូលទៅក្នុងពេកអញ្ចឹងអ្នកនរនេះអាចទាញវាមកឲ្យដល់កន្លែងចំណុចខ្មៅនេះហើយអាកន្លែងនេះវាដកគ្នាទៅវិញពេកទស្សនិកអញ្ចឹងយើងអាចទាញវាមកមុខប្រចំពីប្លោះទូចហ្នឹងបានហើយអញ្ចឹងយើងអាចសរសេរឈ្មោះសិស្សមកបាទឧទាហរណ៍បាទនៅស៊ីនិតបាទ enter មកវាចេញលេខ2ហើយមីសុវ៉ែនបាទពេជ្រស្រៀនបាទសុកកាសយ៉ាបាទបែនដាលីបាទទេពសុនឌីបន្ទាប់មកទៀតយើងដល់6នេះឥឡូវដល់នេះអញ្ចឹងដល់នេះយើងចុចលេខទៀតមកវាលេខបន្តនេះប៉ុន្តែយើងមិនវានៅចូលក្នុងដូចគ្នាដល់ដែរអញ្ចឹងយើងទាញវាមកទាញវាដល់ខ្មៅហើយចុចអាកតុយក្រោមនេះមកនៅសល់ត្រឹម2ប្លោះដូចមិននៅគៀកគ្នាបាទហើយយើងសរសេរឈ្មោះសិនមកកុយបូរីប៉ុន្តែយើងមិនចង់បានលេខ7យើងចង់បាន start ពី1 2 3ឡើងវិញអញ្ចឹងយើងចុចលើកន្លែង numbering របស់យើងមកបាទនៅក្នុង home ហើយកន្លែង numbering នេះនៅក្នុង paragraph ដដែលយើងយកពាក្យ set numbering value អញ្ចឹងយើងដាក់1មកឬក៏វាយបញ្ចូល1មកវា start ឡើងវិញតែវាចូលក្នុងយើងទាញវាមកបាទហើយទៀតកុយវ៉ាន់ដាបាទមិញសាវរបាទច័ន្ទរស្មីបាទអិនរស្មីគួងស្រីម៉ៅបាទតោះមកដល់ថ្ងៃពុធយើងចុចចូលមកថ្ងៃពុធទៅមកយើងចូល insert numbering យើងឡើងវិញប៉ុន្តែវាបន្តពីលេខ1ត្រូវហើយឃើញទេវាលោតស្វ័យប្រវត្តិហើយកាលមុនវាលោតដេញបន្តប៉ុន្តែដល់ពេលយើងធ្វើវាស្គាល់ម្ដងវាលោតលេខ1ប៉ុន្តែបើវាលោតលេខ7យើងចុចដូរលេខដែរអញ្ចឹងយើងចុចទាញវាមកក្រៅបន្តិចបាទអញ្ចឹងយើងទាញអានេះមកនេះតិចមក2ប្លោះដូចខ្ញុំប្រាប់ហ្នឹងនេះ1 2បាទនេះ1 2ទាញមកនេះ
đấy cả nam về tiên tới bảo lọt xong đúng cứ năng về rốt màu kiện vậy chẳng những ai ta xây mua ấy đánh to hồ hay thiệt tới mà chẳng những ban về thâm hạt nè mùi tôi có thiết cao phải chạy thằng cào chẳng những pra thêm tầm râm cả đá nhỉ sầm rạp đã nẹt vừa bạn ní thêm lại lệnh bớ đấy bạn khơi cái tiếp ví dụ là tụ lại hiệp chẳng lại này nẹt vừa chẳng những cho thêm đấy mà đòn lại đấy giờ toàn là sẽ thế thì cơm đòn lại một tiền hay là xây cao phải chạy chăn cái tay sâu dặn tay nó đấy trong ăn pra được biết đã cao phải chạy chăn cái tay sâu dặn tay dân tầm lại in mùi chẳng những cho nó trâu làm đòn chẳng những cho việc thật ngày này mới chẳng ngày cũng bảy mẹ cả bà nhưng cho nhà này đo hàng cào mấy má nhưng đã xoay riêng đã tụi mà tiếp nhung sẽ lạch địa đồ một sò từ Khmer ô ai Siem Reap này thấy nhé Khmer ai Siem Reap và Pram Road lục định sâu trên nó Bombay lục định sâu trên nó hay anh đi đại chọp này mà hay bờ sân về dương rồi cật thảo viên nơi trăng năng phê chừng rồi về tại kháng mốc tiền về chẳng mà đi hay dân chạy bóng mà tầm lẹ mà đang rất là tam vậy bà chạy thêm mỗi là bàn khơi mình ai hiệp ở đây dân đã tàn nét với ta này bà ở đây gọi đã crew được tôn tập nạn mà crew 100 nạn bạn lại nhỉ nạn bạn thầy mó thằng đấy đã thầy này vua sao là chẳng dụ là dừng lơ kết quả tích đặt so mua lại mà in term of tiết mà kêu tập lại cho mỗi cái móng sọ bằng thả chẳng những ai prim tranh bà này bạn nghe chẳng là sinh không ta là nghe đấy là họ có địa mơ đời dọc các đạn đòn mùi đòn quấy hay vớ hay chậm bỏ vào đại vơ đó ao dùng mơ mình bỏ làm bài thành đi vật chất là đại bỏ nhớ hay dùng bạn bằng tay lên số